បើរាល់ពេលនិយាយភាសាចិនអ្នកតែងមានអារម្មណ៍ថាគ្មានទំនុកចិត្តនិងសឹងតែមានពេលខ្លះភ្លេចនូវអ្វីដែលខ្លួនចង់និយាយទៀតនោះហើយចង់អភិវឌ្ឍការនិយាយឲ្យស្ដាប់ទៅឥតឆ្កងមានទំនុកចិត្តក្នុងការសន្ទនាភាសាចិននិងអាចមានទំនាក់ទំនងបានយ៉ាងរលូនដូចជាជនជាតិចិននោះវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel Star Chinese បន្ទាប់ពីមើលវីដេអូនេះចប់អ្នកទាំងអស់គ្នានឹងអាចចេះឃ្លាប្រយោគសាមញ្ញទាំង10ដែលគេប្រើប្រាស់ជាទូទៅប្រចាំថ្ងៃសម្រាប់ការសន្ទនាដកស្រង់ចេញពីភាពយន្តចិនពេញនិយមមួយចំនួនដែលអ្នកទាំងអស់គ្នាអាចរកមើលបាននៅក្នុង YouTube ខ្ញុំក៏បានដាក់ link នៅខាងក្រោមនេះផងដែរយើងនឹងសិក្សាពីកលៈទេសៈនៃការប្រើប្រាស់ប្រយោគនីមួយៗដោយផ្អែកទៅលើឈុតឆាកនៅក្នុងរឿងដើម្បីជំនួយដល់ការចងចាំនិងការយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពឃ្លាទី1ចិនមកខណងមានន័យថាមិននឹងអាចទៅចិនមកខណងចិនមកខណងតើអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា你睡觉开灯干嘛？多浪费电！也对。你该不是怕黑吧？怎么可能？晚安。ត្រង់កន្លែងនេះតួស្រីសួរថាលោកមិនមែនខ្លាចងងឹតណាយព្រោះមុននេះគាត់គេងបើកភ្លើងហ៎អញ្ចឹងហើយគាត់ក៏តបវិញក្នុងន័យបដិសេធថាចិនមកខណងមិននឹងអាចទៅរួចគាត់ក៏បិទភ្លើងទៅវិញឃ្លាចិនមកខណងនេះក៏អាចប្រើដើម្បីបង្ហាញពីការភ្ញាក់ផ្អើលឬការមិនជឿទៅលើអ្វីមួយថានឹងអាចកើតឡើងដោយផ្អែកទៅលើភស្តុតាងណាមួយដែលឃើញជាក់ស្ដែងឧទាហរណ៍ជាប្រយោគទី1天这么晴怎么可能会下雨呢មេឃស្រឡះយ៉ាងនេះមិននឹងអាចធ្លាក់ភ្លៀងទៅឧទាហរណ៍ទី2你不努力学习怎么可能会考好呢អ្នកមិនខិតខំរៀនសូត្រមិននឹងអាចប្រឡងជាប់ទៅចិនមកខណងមានន័យថាមិននឹងអាចទៅឃ្លាទី2ពុខឈីមានន័យថាកុំគួរសមអីពុខឈីពុខឈីកុំគួរសមអីតើអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា谢谢你的发夹。不客气。នៅពេលដែលតួប្រុសគាត់ទទួលបានពាក្យអរគុណពីតួស្រីដែលគាត់បានឲ្យដង្កៀបទៅកាន់នាងគាត់ក៏តបទៅវិញថាពុខឈីដែលវាមានន័យដូចទៅនឹងឃ្លា You're welcome ក្នុងភាសាអង់គ្លេសដែរពុខឈីមានន័យថាកុំគួរសមអីឃ្លាទី3ហៅឆៅមានន័យថាបច្ចេកចៃដន្យមែនហៅឆៅហៅឆៅតើអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា他们怎么来了？你们怎么也在？张路让，好巧。他们怎么来了你们怎么也在ឃ្លាទាំងពីរនេះបង្ហាញថាពួកគេទាំងពីរក្រុមនេះមិនបានរំពឹងទុកថានឹងបានជួបគ្នានៅត្រង់ទីនេះទេដូច្នេះហើយទើបតួស្រីរបស់យើងនិយាយទៅកាន់តួប្រុសថាហៅឆៅមានន័យថាពិតជាចៃដន្យមែនដែលបានជួបគ្នានៅទីនេះឃ្លាទី4ជួយហៅ是啦មានន័យថាបានចឹងមែនល្អហើយជួយហៅ是啦最好是啦តើអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា那有什么难的？以后我叫刘德华，唱给你听。真的？最好是。តួប្រុសនិយាយថាថ្ងៃក្រោយខ្ញុំហៅ Andy Liu ច្រៀងឲ្យនាងស្ដាប់ Andy Liu គឺជាតារាល្បីខ្លាំងណាស់នៅជំនាន់នោះដូច្នេះហើយទើបតួស្រីរបស់យើងតបទៅវិញថា真的最好是啦បើចឹងមែននោះល្អហើយ最好是啦មានន័យថាបានចឹងមែនល្អហើយឃ្លាទី5吓死我了មានន័យថាខ្ញុំភ័យចង់ស្លាប់吓死我了吓死我了តើអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា你怎么都没声啊？吓死我了！ត្រង់នេះខាងបងប្រុសគាត់ភ័យចង់លួសប្រឡឹងដោយសារប្អូនស្រីគាត់មកអង្គុយនៅអគារស្ងាត់តែម្នាក់ឯងទើបបានជាគាត់និយាយថានេះ怎么都没声啊吓死我了មិនបានមិនលឺឯងនិយាយអ្វីសោះអញ្ចឹងខ្ញុំភ័យចង់ស្លាប់ហើយ吓死我了មានន័យថាខ្ញុំភ័យចង់ស្លាប់ឃ្លាទី6
不好意思មានន័យថាសុំទោសឬក៏អធ្យាស្រ័យផង不好意思不好意思តោះអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា不好意思，穿事多了。ឈុតនេះតួស្រីសុកសុកក៏បញ្ចេញសំឡេងផោមចេញមកដោយសារតែមុនហ្នឹងគាត់ញ៉ាំសាច់ចង្កាក់ច្រើនពេកដូច្នេះហើយទើបគាត់និយាយទៅកាន់តួប្រុសថា不好意思អញ្ចឹងនៅពេលដែលយើងចង់បង្ហាញការសុំទោសទៅលើទង្វើមិនគប្បីណាមួយរបស់យើងដូចជាការផោមការដើរជន់ជើងឬក៏ដើរប៉ះគេជាដើមភ្លាមៗនោះយើងអាចនិយាយថា不好意思不好意思មានន័យថាសុំទោសឬក៏អធ្យាស្រ័យផងឃ្លាទី7好久不见មានន័យថាខានជួបគ្នាយូរហើយ好久不见好久不见តោះអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា原来你是我最想留住的幸运，原来我们和爱情曾好久不见គឺជាឃ្លាមួយដែលគេតែងតែនិយាយនៅពេលដែលគេជួបគ្នាម្ដងទៀតបន្ទាប់ពីបែកគ្នាអស់រយៈពេលជាយូរដូចជាតួស្រីនិងតួប្រុសរបស់យើងអញ្ចឹងពេលដែលពួកគាត់ទាំងពីរជួបគ្នាម្ដងទៀតឡើងរលីងរលងទឹកភ្នែក好久不见មានន័យថាខានជួបគ្នាយូរហើយឃ្លាទី8តោនីណមានន័យថាញាស់ឯងលេងទេតោនីណតោនីណតោះអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា哈士奇，大哥，那是狼。我知道，逗你呢。ត្រង់ឈុតនេះតួប្រុសនិយាយថាសំឡេងលូនេះគឺជាសំឡេងរបស់ Husky ប៉ុន្តែតួស្រីថាទេនេះគឺជាសំឡេងរបស់ចចកទីតាបានតួប្រុសតបថាខ្ញុំដឹងខ្ញុំញាស់ឯងលេងទេតោនីណបង្ហាញពីការលេងសើចជាមួយគ្នាតោនីណមានន័យថាញាស់ឯងលេងទេឃ្លាទី9跟我有什么关系មានន័យថាមានអ្វីទាក់ទងនឹងខ្ញុំទៅ跟我有什么关系跟我有什么关系តោះអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា这是小白知道，这是书包的，你记恨太久了吧？我是老爸的。老爸的事实，你说的跟我有什么关系？ ប្អូនស្រីកាច់ដៃបងប្រុសដើម្បីសងសឹកនឹងរឿងដែលបងប្រុសក្បាលខូចបានបង្កដោយប្អូនស្រីរបស់គាត់ត្រូវបង្ខំចិត្តនិយាយកុហកគ្រូដោយប្រាប់គ្រូថាប៉ារបស់ពួកគេមានជំងឺបេះដូងហើយបងប្រុសនិយាយថារឿងរបស់ប៉ាឯងជាអ្នកនិយាយទេតាក់ទងអ្វីនឹងបងទៅ跟我有什么关系គេតែងតែប្រើប្រយោគនេះដើម្បីសួរបកទៅភាគីម្ខាងទៀតថាតើរឿងដែលបានកើតឡើងមានអ្វីតាក់ទងនឹងយើងទៅបានជាយើងត្រូវទទួលខុសត្រូវអីចឹងណា跟我有什么关系មានន័យថាមានអ្វីតាក់ទងនឹងខ្ញុំទៅឃ្លាទី10你骗人មានន័យថាឯងកុហក你骗人你骗人តោះអញ្ចឹងយើងមកមើលពីឧទាហរណ៍ទាំងអស់គ្នា我们一起上学、毕业、结婚、生子。我们老了还在广场上跳广场舞呢，这些我都看到，我就是没告诉你。你骗人！你骗人នៅឈុតនេះបង្ហាញថាតួស្រីមិនជឿនឹងពាក្យសម្ដីរបស់តួប្រុសដែលនិយាយថាគាត់បានស្រមៃឃើញពីអនាគតរបស់ពួកគេទាំងពីរនីភៀនរិនជាការចង្អុលបង្ហាញថាយើងដឹងថាអ្នកម្ខាងទៀតកំពុងតែកុហកនីភៀនរិនមានន័យថាឯងកុហកឥឡូវនេះយើងមកសរុបពីមេរៀនដែលយើងបានរៀននៅថ្ងៃនេះខ្ញុំនឹងបង្ហាញឃ្លានីមួយៗម្ដងទៀតនៅលើអេក្រង់ហើយអ្នកទាំងអស់គ្នាអាចចូលរួមទាំងអស់គ្នាដើម្បីទាយពីអត្ថន័យរបស់ឃ្លានីមួយៗដែលបានរៀនអំបញ្ញមិញអញ្ចឹងយើងចាប់ផ្ដើមឃ្លាទី1怎么可能怎么可能ឃ្លាទី2不客气不客气ឃ្លាទី3好巧
好巧 clear 第4最好是啦最好是啦 clear 第5吓死我了吓死我了 clear 第6不好意思不好意思 clear 第7好久不见好久不见 clear 第8逗你呢逗你呢 clear 第9跟我有什么关系跟我有什么关系 clear 第10你骗人你骗人វីដេអូនៅថ្ងៃនេះបានមកដល់ទីបញ្ចប់ហើយ admin សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់សូមជួយចុច like និង subscribe admin ម្នាក់មួយផងដើម្បីទទួលបានគន្លឹះល្អៗបន្ថែមទៀតទាក់ទងនឹងការរៀនភាសាចិនសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ